ឧបសម្ព័ន្ធទី3នៃព្រះរាជក្រឹត្យលេខនសរកត0305 149 ចុះថ្ងៃទី21 ខែមីនា ឆ្នាំ2005 ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា 3. អណ្ដើកហ្លួង អណ្ដើកហ្លួងជាបរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ឈ្មោះជាភាសាជាតិគឺអណ្ដើកសរសៃឬអណ្ដើកហ្លួង អណ្ដើកហ្លួងវាមានភ្នែកពណ៌សនិងច្រមុះបះឡើង ស្នុករបស់វាមានប្រវែងរហូតដល់60 សង់ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះឬខ្មៅទាំងអស់ ម្រាមជើងមុខធំមានស្បែកពាសជាប់គ្នាដូចបាតជើងទា មានក្រញាំតែ4 គឺខុសប្លែកពីអណ្ដើកផ្សេងទៀតដែលមានក្រញាំ5 អណ្ដើកនេះត្រូវហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្តរជាតិដែលបានចុះក្នុងឧបសម្ព័ន្ធមួយនៃអនុសញ្ញា CITES ហើយពិភពលោកបានចាត់ទុកអណ្ដើកនេះជាប្រភេទសត្វកំពុងទទួលការគំរាមកំហែងជាសកលដែលបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN កាលពីបុរាណអណ្ដើកនេះមានប្រវត្តិការពារដោយព្រះរាជក្រឹត្យនិងបានចាត់ទុកជាសម្បត្តិរបស់រាជវង្សនៅកម្ពុជាយើងពងអណ្ដើកនេះជារឿយៗប្រមូលបានពីខែមករាដល់ខែមីនាដែលនៅពេលនោះគេយកទៅថ្វាយតែចំពោះរាជវង្សសោយប៉ុណ្ណោះដូចនេះទើបប្រជារាស្ត្រឲ្យឈ្មោះថាអណ្ដើកហ្លួងរហូតដល់សព្វថ្ងៃក្រោយមកប្រជារាស្ត្រឲ្យតែចាប់បានអណ្ដើកនេះតែងតែយកមកតុបតែងលាបប្រេងម្សៅនិមន្តព្រះសង្ឃសូត្រធម៌បួងសួងសុំសេចក្តីសុខហើយដោះលែងទៅវិញវាចូលចិត្តរស់នៅតាមតំបន់ពាមសមុទ្រមានព្រែកតូចៗដែលមានព្រៃកោងកាងឬមានរុក្ខជាតិផ្សេងទៀតដុះតាមមាត់ទឹកជាប្រភេទសត្វស៊ីអាហារគ្រប់យ៉ាងមានស្លឹកឈើពន្លករុក្ខជាតិផ្លែកោងកាងនិងសត្វតូចៗផ្សេងទៀតនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ80និង90គេជឿថាអណ្ដើកហ្លួងបានផុតពូជពីកម្ពុជាទៅហើយទើបតែនៅឆ្នាំ1995បានរកឃើញនៅស្រុកស្រែអំបិលខេត្តកោះកុងហើយនៅឆ្នាំ2002កន្លងទៅនេះនាយកដ្ឋានជលផលសហការជាមួយអង្គការ WCS ភ្ញាស់បាន32កូនហើយបានលែងទៅក្នុងធម្មជាតិវិញវាជាប្រភេទជិតផុតពូជដែលអង្គការអភិរក្សពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ជួយផ្ដល់ជំនួយការពារថែរក្សាប្រភេទសត្វនេះឲ្យខាងតែបាននិងម្យ៉ាងទៀតគួបផ្សំនឹងទីជម្រកព្រៃកោងកាងដ៏ស្រស់ស្អាតវាជាប្រភពទាក់ទាញទេសចរណ៍មួយគួរឲ្យចាប់អារម្មណ៍